វេលាដែលចុះអំពីរថយន្តសុផាតគ្មានភ័យតក់ស្លុតនឹងទីក្រុងដែលមានផ្ទះថ្មធំធំមានមនុស្សច្រើនពាសពេញរទេះគ្រប់បែបរត់ច្រវាត់កាត់ទៅតាមផ្លូវទូលាយនេះទេសុផាតបើកភ្នែកធំធំចិញ្ចឹងសង្កេតមើលគ្រប់សពរីករាយសប្បាយក្នុងចិត្តបន្តិចដើរទៅចិត្តមនុស្សចាស់ម្នាក់លើកដៃសំពះគេហើយសួរថាលោកតាមេត្តាប្រាប់ខ្ញុំបន្តិចផ្លូវណាមួយដែលតម្រង់ទៅខាងជើងកំពែងវត្តឧណាឡោមផ្លូវនឹងហើយចៅដើរឲ្យត្រង់ទៅទិសត្រង់ណាត្រង់នឹងហើយវត្តឧណាឡោមទៅតានោះងាកកមកចិញ្ចើមថ្នល់ខាងកើតចង្អុលថានោះវត្តឧណាឡោមសុផាតសំពះលាមនុស្សចាស់នោះស្រេចទៅដើរតម្រង់ទៅតាមទិសដៃតាចង្អុលមិនយូរប៉ុន្មានក៏បានទៅដល់ទីអារាមនោះភ្លាមសុផាតក្រឡេកឃើញកុដិព្រះសង្ឃជាច្រើនទៅរកផ្លូវក្នុងវត្តលុះដើរទៅចិត្តក្មេងសុផាតសួរថាប្អូនកុដិលោកគ្រូប្រឡាត់មកនៅឯណាក្មេងនោះធ្វើក្បាលងីងើទៅឆ្លើយថាខ្ញុំមិនដែលស្គាល់លោកគ្រូប្រឡាត់មកទេខ្ញុំមិនដែលឮគេហៅព្រះនាមនោះផងវេលានោះមានព្រះសង្ឃមួយអង្គចាស់ព្រះវស្សាបន្តិចមានពុទ្ធដីកាថាអានាងរោគលោកគ្រូណាលោកគ្រូកវីវង្សាមកឬសុផាតក្រាបថ្វាយបង្គំព្រះសង្ឃរួចទូលតបព្រះពុទ្ធដីកាថាខ្ញុំព្រះករុណារោគលោកគ្រូប្រឡាត់មកនឹងហើយលោកគ្រូកវីវង្សាមកពីដើមលោកធ្វើជាប្រឡាត់នាងឯងមកពីស្រុកណាឯងមិនដឹងទេឬលោកគ្រូកវីវង្សាលោកសឹកយូរណាស់ហើយព្រះករុណាខ្ញុំព្រះករុណានៅក្រុងសរីសភ័ណ្ឌសូមព្រះករុណាមេត្តាប្រាប់ទីលំនៅលោកឲ្យខ្ញុំព្រះករុណាបានដឹងផងបានទេអោនាងអើយអាត្មាមិនដឹងដែរនេះចៅឯងមានការអ្វីព្រះករុណាលោកគ្រូខ្ញុំករុណាឲ្យខ្ញុំព្រះករុណាយកសម្បត្តិនេះមកប្រគេនលោកអាត្មាបើកមើលបានទេសម្បត្តិនោះព្រះករុណាគ្មានទោសអ្វីទេនិយាយដូច្នេះហើយសុផាតលុតចង្គង់លើកដៃទ្រសម្បត្តិប្រគេនព្រះសង្ឃទទួលសម្បត្តិហែកមើលចប់ទៅមានព្រះពុទ្ធដីកាថានាងអាត្មាយកអាសាចិញ្ចឹមនាងបន្តិចបានតម្រាំនាងបានជួបនឹងឪពុកនាងឡើងមកលើកុដិមកសុផាតដែលនៅសំណាក់នឹងព្រះសង្ឃមួយអង្គក្នុងវត្តឧណាឡោមលោកតែងតែគោរពប្រតិបត្តិបម្រើធ្វើការប្រគេនលោកឥតចេះខ្លាចនឿយឥតចេះខ្លាចហត់ឥតគិតខ្លាចថ្ងៃឥតគិតស្គាល់យប់ឈប់ទំនេរវេលាណាមើលទៅត្រង់ណាឥតទៅភ្នែកត្រង់ហ្នឹងវេលានោះអ្នកក្រាបថ្វាយបង្គំលោកលាដើរចេញមកមើលទីក្រុងស៊ើបសួររោគផ្ទះលោកប្រឡាត់សួនឥតអ្នកណាស្គាល់នាយមើលនោះសោះថ្ងៃមួយជាពិសេសសិស្សចេញពីសាលារៀនសុផាតដើរកាត់ពីភូមិបឹងរាំងមកវត្តស្រាប់តែឮសូរមាត់ក្មេងស្រែកត្រហឹងអើងកងឃើញវាពួនចុះពួនឡើងសុផាតកាត់យល់ជាក់ថាមានក្មេងឆ្លោះគ្នាហើយក៏ខំស្រោតរោតដល់ពពួកក្មេងនោះទៅផ្ទុះចូលទៅក្នុងវង់ប្រដាល់ភ្លាមដោយឃើញក្មេងម្នាក់ធំកំពុងវាយក្មេងតូចសុផាតដោយខ្លួនឯងជាអ្នករឹងមាំជាងក្មេងតាំងពីឥតបាច់ប្រឹងប្រែងទេនឹងខាត់កំហឹងគេក្នុងគ្រាអ្នកកំហែងឲ្យដកដៃពីក្មេងខ្សោយទើបអ្នកចាស់ចាប់ដៃក្មេងខ្សោយឲ្យដើរទៅចិត្តអ្នកហើយអ្នកជូនដំណើរត្រាដល់ផ្ទះឪពុកម្ដាយកុមារតូចមានចិត្តត្រេកអរនឹងសុផាតជាខ្លាំងទើបនិយាយថាអ្នកបងដែលបានជួយសង្គ្រោះខ្ញុំក្នុងគ្រាខ្ញុំចំពាក់គុណអ្នកច្រើនណាស់អ្នកបងមេត្តាប្រាប់ទីលំនៅអ្នកបងឲ្យប្អូនដឹងផងខ្ញុំសូមអ្នកបងធ្វើជាសម្លាញ់ប្អូនកិច្ចមនុស្សធំជួយសង្គ្រោះមនុស្សតូចជាកិច្ចធម្មតាទេគឺជាការទម្លាប់ជាប់ដុះមកក្នុងដួងចិត្តបង
បងមិនគិតកម្រៃគុណស្រ័យអ្វីពីប្អូនទេខណៈដែលសូមបងជាសម្លាញ់បងរីករាយសប្បាយក្នុងចិត្តណាស់មនុស្សយើងដែលរស់មកប្រាថ្នាការសុខនៅក្នុងលោកតែងតែស្វែងរកឲ្យគេស្រឡាញ់រាប់អានគ្រានេះបើប្អូនសូមបងជាសម្លាញ់បងក៏សូមប្អូនជាសម្លាញ់ដែរអ្នកទាំងពីរចាប់ដៃគ្នាយ៉ាងណែនញញឹមញញែមមើលមុខគ្នាទៅវិញទៅមកឈាមដែលរត់ក្នុងសាច់សរសៃអ្នកទាំងពីរហាក់ដូចជាប្រែប្រួលគ្នាក្នុងវេលានោះកុមារតូចដែលសុផាតជួយសង្គ្រោះណារិនជាក្មួយបង្កើតប្រពន្ធលោកអធិការសេនាកំព្រាឥតឪពុកម្ដាយហើយប្រពន្ធលោកនាយមើលធំដែលឥតកូនយកមកចិញ្ចឹមបីបាច់ថែរក្សាមានមេត្តាដូចជាកូនបង្កើតរបស់គេសុផាតនិយាយថាប្អូនចង់ជ្រាបទីលំនៅបងឬបងឥតមានទីលំនៅឪពុកម្ដាយទេនៅស្រុកនេះម្ដាយបងនៅសរិសុភ័ណ្ឌអ្នកអនិច្ចកម្មយូរណាស់ហើយឯបងដែលមកនៅស្រុកនេះគ្រាន់តែមករកឪពុកបងឥឡូវបងរកលោកមិនឃើញបងនឹងគិតវិលត្រឡប់ទៅស្រុកវិញឆាប់ហើយអ្នកបងប្អូនស្រឡាញ់ចិត្តអ្នកបងណាស់អ្នកបងកុំអាលចេញពីប្អូនអីបើអ្នកបងពិបាកនឹងនៅវត្តលោកខ្ញុំសូមអញ្ជើញអ្នកបងមកនៅផ្ទះខ្ញុំឪពុកចិញ្ចឹមខ្ញុំលោកស្រឡាញ់រាប់អានក្មេងៗណាស់ខ្ញុំនឹងអង្វរលោកឲ្យខានតែលោកព្រមទទួលអ្នកបងបាននៅជាមួយនឹងប្អូនតែប៉ុណ្ណឹងណារិនដឹកដៃសុផាតចូលទៅក្នុងផ្ទះលុះចូលទៅដល់ទួលមុខលោកអធិការសេនាសុផាតលុតចង្គង់សំពះសួរណារិនជំរាបសួរឪពុកធរលោកប៉ានេះសម្លាញ់ខ្ញុំគេបានជួយសង្គ្រោះខ្ញុំពីដៃក្មេងចង្រៃមួយមៀតធំបំណងនឹងប្រមាថមើលងាយវេខ្ញុំសម្លាញ់ខ្ញុំនេះឥតទីលំនៅឪពុកម្ដាយក្នុងក្រុងភ្នំពេញនេះទេសពថ្ងៃសំណាក់នៅនឹងវត្តលោកខ្ញុំសូមអង្វរលោកប៉ាឲ្យមេត្តាករុណានេះព្រមទទួលឲ្យនៅជាមួយនឹងខ្ញុំបានជាគ្នាលេងលោកអុកញ៉ាមើលមុខសុផាតទើបមានប្រសាសន៍ថាឯងឈ្មោះអីទីលំនៅនៅស្រុកណាខ្ញុំបាទឈ្មោះសុផាតស្រុកទេសនៅសរិសុភ័ណ្ឌលោកនាយមើលធំចិញ្ចឹងរំពឹងគិតមួយស្របក់ទើបនិយាយថាអញត្រេកអរណាស់បើឯងព្រមនៅរួមលេងនឹងកូនអញសុផាតលើកដៃសំពះនឹងគិតថាអញមកនៅនឹងឧបាសកប្រហែលគ្រាន់បើជាងនៅនឹងព្រះសង្ឃដោយឥតគិតបារម្ភនឹងពាក្យគេតែងដំណាលថាមនុស្សខ្ជិលដេកនៅក្នុងវត្តរស់ដោយសារបាយបាតលោកសុផាតដែលនៅសំណាក់ក្នុងផ្ទះលោកអធិការសេនាកាន់កិរិយាមយាទល្អត្រឹមត្រូវបំរើគាប់ចិត្តលោកណាស់លោកក៏ទំនុកបំរុងឲ្យសុផាតរៀនសូត្រជាមួយនឹងកូនលោកដែរកុមារទាំងពីរដែលបានមកសេពគុកនឹងគ្នាយ៉ាងស្និទ្ធស្នាលដូច្នេះក៏សម្លឹងចិត្តគ្នាទៅវិញទៅមករឿងរឹតតែធ្លុះធ្លាយខ្លាំងណាស់ទៅទៀតណារិនមានអស្ចារ្យនឹងសម្ដីមិត្តរបស់ខ្លួនបើមិននឹងពោលពាក្យអ្វីសេចក្តីសមមិនឃ្លាតឆ្ងាយពីមាត់សោះណារិនដែលធ្លាប់ខ្ជិលច្រអូសក្នុងការរៀនសូត្រមកកោតសរសើរសេចក្តីព្យាយាមរបស់មិត្តខ្លួនដែលមើលទៅឃើញមាំពេកណាស់ណារិនដែលធ្លាប់កើតទោសនឹងគេរឿយតែងសរសើរសុផាតដែលចេះធ្វើឲ្យមិត្តរៀនសូត្រគ្រប់គ្នាស្រឡាញ់រាប់អានទាំងអស់គេស្រឡាញ់ដល់ទៅខ្លួនណារិនផងមិនយូរប៉ុន្មានណារិនក៏កាន់កិរិយាបានជាក្មេងល្អត្រឹមត្រូវដោយសុផាតសេពគុកល្អជាកិច្ចគូប្រតិបត្តិណាស់មានមួយថ្ងៃជាថ្ងៃអាទិត្យលោកអធិការសេនាត្រូវទទួលគ្រួសារមិត្តលោកមកកំសាន្តនៅគេអឋានលោកវេលាដែលចាស់កំពុងនិយាយរាក់ទាក់គ្នាលេងក្នុងបន្ទប់ទទួលភ្ញៀវក្មេងៗទាំង 4-5 នាក់បង្កើតល្បែងលេងនៅទីសួនគ្រប់គ្នាណារិនមិនបានលេងនឹងគេទេការរបស់ខ្លួនខត់នៅក្នុងផ្ទះជាមួយនឹងចាស់សុផាតដែលសាក់ទៀបជាងគេមិនហ៊ានលេងជាមួយនឹងគេទេ
អ្នកធ្វើការរបស់អ្នកដែលអ្នកធ្លាប់តែធ្វើគ្រប់តែថ្ងៃជប់រៀនគឺមើលថែសួនច្បារកូនក្មេងដែលលេងទាំងប៉ុន្មានមានសម្លៀកបំពាក់ល្អណាស់ប៉ាវស្រីប្រុស 3-4 នាក់ថែរក្សាប្រុងប្រយ័ត្នខ្លាចគ្រោះមានអ្វីមកប៉ះទង្គិចកូនចៅជវាយនាយរបស់ខ្លួនគួរឲ្យសប្បាយណាស់ឮសន្ធឹកកើងកងដែលគេលេងនោះគេស្រែកខ្ញៀវខ្ញាសើចត្រហើងអើងកងរត់ច្រវាត់ទៅមកសុផាតឥតមានចិត្តចង់លេងនឹងគេទេពីព្រោះអ្នកដឹងខ្លួនថាអ្នកមិនដូចខ្លួនគេទេពីព្រោះអ្នកដឹងទៀតថាពេលនេះមិនជាពេលអ្នកត្រូវលេងទេអ្នកប្រឹងតែដងទឹកស្រោចដំណាំលុះស្រោចរួចយកចបមកកាប់តម្រឹមផ្លូវបែកញើសចាយចេញពីគ្រប់រូមហូរដាបពេញទាំងខ្នងទាំងដៃទាំងជើងទាំងមុខមាត់អ្នកមិនមែនឥតសប្បាយទេអ្នកសប្បាយនឹងឃើញករណីកិច្ចរបស់អ្នកបានបំពេញយ៉ាងគ្រប់គ្រាន់អ្នកសប្បាយនឹងឃើញថាញើសដែលចេញពីសរីរាង្គកាយអ្នកមិនមែនចេញឥតប្រយោជន៍ទេគ្រានេះក្មេងម្នាក់ក្រឡេកឃើញសុផាតដែលស្លៀកក្រមារុំសឹងតែមិនចិត្តពាក់កណ្ដាលខ្លួនញើសក៏ក្រិចគួរឲ្យធំក្លិនស្អុយឆ្អេះណាស់ហើយមានភាពជាមនុស្សថោកទាបក៏យកដុំដីដុំថ្មដុំគ្រួសចោលសុផាតលេងជាលបែងចោលរួចកេះមិត្តទាំងអស់ឲ្យមើលក្មេងទាំងអស់ទះដៃសើចសុផាតស្រែកប្រាប់ថាកុំចោលខ្ញុំឈឺណាស់ក្មេងទាំងអស់មិនព្រមស្ដាប់រឹតតែនាំគ្នាគប់ច្រើនឡើងហើយរឹតតែទះដៃហូយខ្លាំងណាស់ទៅទៀតសុផាតព្រមមិនបានស្ទុះដេញកំឡាចក្មេងទាំងនោះចេញនិយាយពីប៉ាវព្រាវ 3-4 នាក់លោកក្រឡេកឃើញសុផាតដេញកូនចៅចវាយរបស់ខ្លួនក៏ព្រួតគ្នាចាប់សុផាតវាយយកខ្សែមកចងបំណងនឹងនាំយកទៅជម្រាបលោកចវាយខ្លួនសុផាតហើបមាត់នឹងពន្យល់ការគេតាមដំណើរទំនងពំបានតែហាមាត់ភ្លាមគេតាស់កំភ្លៀងភ្លាមប៉ាវម្នាក់និយាយថាអាតបនឹងកូនលោកឬប៉ាវម្នាក់ទៀតនិយាយថាអាស្គាល់កូនលោកទេអោគួរឲ្យអាសូសុផាតណាស់ជឿខ្លួនចង់ប្រាប់សេចក្តីឲ្យគេដឹងប៉ុន្តែគេមិនចង់ដឹងសេចក្តីពិតនោះសោះពីព្រោះសេចក្តីយោគយល់បុណ្យស័ក្តិបង្កើតជាមោហៈដល់អ្នកឥតមេត្តាទាំងនេះទៅហើយនៅលោកនេះមនុស្សក្រទាំងពួងច្រើនតែត្រូវគេមើងងាយមនុស្សតូចកើតទោសនឹងមនុស្សធំនាងម៉ាន់យ៉ាន់កំពុងដេរនៅទី1លោកក្រឡេកឃើញគេវាយសុផាតហើយចាប់ចងក៏ស្ទុះពីចម្ងាយមកស្រែកទៅប៉ាវព្រាវទាំងអស់ថាឈប់សិនស្រែកចេញទោសនេះសំតែគេចងអ្នកទាំងអស់គ្នាវិញទេគឺយ៉ាងនឹងហើយឬដែលគេប្រើឲ្យអ្នកឯងមើលកូនគេថាក្មេងចុះវាខូចចំណែកអ្នកឯងចាស់ម្ដេចក៏ធ្វើខូចដែរប៉ាវព្រាវទាំងអស់ខ្លាចនាងក៏ស្រែកចំណងសុផាតចេញម្នាក់និយាយថានាងទាំងអស់ទេតាចោតវាមុនម្នាក់ទៀតវាបានហាមច្រើនដងដែរអ្នកទី3វាគ្រាន់តែដេញទេសុផាតរួចពីចំណងញញឹមដើរចេញម៉ាន់យ៉ាន់និយាយថាបងសុផាតអញ្ជើញទៅងូតទឹកទៅអ្នកណាប្រើឲ្យបងមកធ្វើសួនទាំងថ្ងៃយ៉ាងនេះអ្នកណាមួយឈ្មោះម៉ាន់យ៉ាន់នាងម៉ាន់យ៉ាន់ជាបងស្រីបង្កើតរបស់ណារិននាងរាប់អានសុផាតណាស់ហើយសុផាតនេះជាសម្លាញ់របស់ប្អូននាងអរិយាបថប្រព្រឹត្តរបស់សុផាតទាំងប៉ុន្មានត្រូវពេញលេញក្នុងចិត្តនាង